បាទជម្រាបសួរពុកម៉ែបងប្អូនដែលរស់នៅក្នុងទីជប៉ុនអរគ្នាផងដែរបាទហើយប្រហែលជាបងប្អូនយើងស្គាល់ហើយកន្លែងឆ្មាខ្មៅនៅកណ្ដាលក្រុងស៊ីនជូកឹអញ្ចឹងបាទតូក្យូយើងហ្នឹងហើយខ្ញុំក៏បានបបួលក្មេងតូចឲ្យទៅដើរលេងទីក្រុងនៅស៊ីនជូកឹហ្នឹងពេលចេញពីការងារអញ្ចឹងបាទក៏ប៉ុន្តែខ្ញុំប្រាប់គាត់គឺក្នុងន័យទៅមើលឆ្មាកន្លែងនេះបាទកន្លែង 3D គេនេះអញ្ចឹងបងប្អូនដែលនៅតូក្យូប្រហែលជាដឹងហើយកន្លែងហ្នឹងគេមានឆ្មាគេមែនតើបាទ 3D គេប៉ុណ្ណាប៉ុណ្ណីហើយមានរូបឆ្មាមានអីប៉ុណ្ណឹងអញ្ចឹងបាទក៏ប៉ុន្តែជាក់ស្ដែងគឺខ្ញុំអូសគាត់មកកន្លែងនេះអញ្ចឹងបាទនេះអានេះបានឆ្មា 4K បាទឆ្មាខ្មៅបាទមានទាំងឆ្មារំមានទាំងឆ្មាអីផ្សេងមានគ្រប់ពណ៌អញ្ចឹងបាទឆ្មាសឆ្មាខ្មៅឆ្មាក្រហមឆ្មាអីពេញនឹងអញ្ចឹងបាទហើយគ្រាន់តែឲ្យគាត់ស្គាល់ទេបាទអត់មានទៅផឹកស៊ីឬក៏ទៅចាយលុយចាយអីខ្ជះខ្ជាញ៉ៃញ៉ៃទេបាទយើងគ្រាន់តែទៅមើលដើម្បីកុំឲ្យ stress ហើយបន្ធូរអារម្មណ៍អីខ្លះអញ្ចឹងបាទកុំឲ្យគិតអីស្មុគពេកអីអញ្ចឹងបាទប៉ុន្តែយើងមកស្រុកនេះប្រឹងការងារគឺប្រឹងការងារបាទទៅខ្ជះខ្ជាយទេហើយក៏ទៅអីណាញ៉ៃញ៉ៃតាមនឹងដែរបាទអញ្ចឹងអរគុណច្រើនមិនមានការខ្វះខាតអីសូមជួយណែនាំផងបាទ